បាទប្រិមិត្តនេះគឺជាព្រឹត្តិការណ៍មួយដែលប្រជាជនកម្ពុជាយើងស្ទើរតែទាំងស្រុងនឹងមានការចោទចេញជាសំណួរមួយដែលកំពុងតែខ្វាយខ្វល់ពីរឿងកងទ័ពរបស់ប្រទេសថៃកំពុងតែឈរជើងដោយសារតែការឈ្លានពានទឹកដីកម្ពុជានៅតាមតំបន់ព្រំដែនចំនួន14ចំណុចដែលជាទីតាំងមួយកំពុងតែរងនៅសម្ពាធផ្លូវចិត្តចំពោះប្រជាជនកម្ពុជាយើងក៏ដូចជាថ្នាក់ដឹកនាំនៃរដ្ឋាភិបាលកម្ពុជាទោះបីជាមានបទឈប់បាញ់យ៉ាងណាក៏ដោយរឿងសំខាន់មូលដ្ឋាននៃការដោះស្រាយនេះតើយើងគួរជ្រើសរើសឬក៏រកវិធានការយ៉ាងណាឬក៏យុទ្ធសាស្ត្រយ៉ាងណាដើម្បីឲ្យកងទ័ពរបស់ថៃដែលឈរជើងនៅលើដែនអធិបតេយ្យភាពដោយខុសច្បាប់របស់កម្ពុជានេះមានការដកកម្លាំងកងទ័ពចេញពីទឹកដីរបស់កម្ពុជាហើយរដ្ឋាភិបាលរបស់ពួកគេរត់ទៅរកការដោះស្រាយទៅតាមច្បាប់អន្តរជាតិហើយគោរពទៅលើច្បាប់អន្តរជាតិតាមរយៈអ្វីដែលជាសន្ធិសញ្ញាដែលមានស្រាប់ឬក៏ព្រំដែនដែលបានកំណត់គ្នារួចទៅហើយដូចពីមុននោះនៅក្នុងការចោទចេញជាសំណួរនេះមានអ្នកខ្លះលើកនៅអំពីមូលដ្ឋាននៅក្នុងការដោះស្រាយច្រើនខ្លះថាចង់ឲ្យមានការប្តឹងអ្នកខ្លះចង់ដោះស្រាយតាមទ្វេគីអ្នកខ្លះថាមានតែវាយដើម្បីយកទឹកដីនេះមកវិញអ្នកខ្លះថារងចាំមើលអ្នកដែលជាប់នឹងរដ្ឋាភិបាលថ្មីក្រែងលោមានសមានចិត្តនៅក្នុងការគោរពទៅលើច្បាប់អន្តរជាតិអីជាដើមលក្ខណៈគឺសុទ្ធតែជាវិធានការឬក៏គោលបំណងដែលប្រជាជនកម្ពុជាក៏ដូចជារដ្ឋាភិបាលក៏កំពុងតែសម្លឹងមើលអំពីវិធានការឬក៏ដំណោះស្រាយមួយណាដែលល្អសម្រាប់ជួយដល់ទឹកដីកម្ពុជាយើងឲ្យកងទ័ពរបស់ថៃនឹងដកខ្លួនចេញដោយគ្មានលក្ខខណ្ឌហើយថែមទាំងរត់ទៅរកការដោះស្រាយទៅតាមផ្លូវច្បាប់និងគោរពទៅតាមច្បាប់ដើម្បីបង្កើតទៅកិច្ចព្រមព្រៀងនៃព្រំដែនរួមគ្នាមួយដោយស្របទៅតាមច្បាប់អន្តរជាតិនោះក្នុងចំណុចនីមួយៗបើយើងធ្វើការវិភាគគឺយើងអាចនឹងឃើញអំពីផលល្អនិងផលអាក្រក់ឬក៏ភាពប្រឈមផ្សេងៗផងដែរនៅក្នុងដំណោះស្រាយនេះគឺឃើញថារដ្ឋាភិបាលកម្ពុជាគឺកំពុងតែទន្ទឹងរង់ចាំនៅក្នុងការដោះស្រាយទៅតាមទ្វេភាគីគឺមានន័យថាទៅតាម JBC ក៏ប៉ុន្តែឥឡូវនេះកងទ័ពរបស់ថៃមិនដកចេញនោះទេហើយថែមទាំងរដ្ឋាភិបាលនេះកិច្ចកុកចង់ពន្យាពេលឲ្យខាងរដ្ឋាភិបាលថ្មីនឹងធ្វើការដោះស្រាយជំនួសរដ្ឋាភិបាលចាស់របស់ខ្លួននេះគឺជាចំណុចមួយដែលយើងមើលឃើញថាហ៊ាននិយាយត្រង់ហ៊ាននិយាយពិតព្រោះថាឥឡូវនេះពិតមែនហើយថាកិច្ចព្រមព្រៀងបានចែងថានឹងធ្វើការដោះស្រាយតាម BBC រវាងទ្វេភាគីយ៉ាងណាក៏ដោយប៉ុន្តែបើនិយាយអំពីប្រៀបនៃការដោះស្រាយនេះយើងឃើញថាថៃកំពុងតែមានប្រៀបនៅលើកម្ពុជាគឺដោយសារតែកងទ័ពរបស់ខ្លួនបានឈ្លានពានឈរជើងទៅលើទីតាំងមួយចំនួនរួចស្រេចទៅហើយដូច្នេះហើយការពន្យាពេលណាមួយសម្រាប់ភាគីថៃយល់ថារឿងនេះគឺជារឿងដែលល្អសម្រាប់ភាគីថៃប៉ុន្តែមិនល្អសម្រាប់ភាគីកម្ពុជានោះទេដោយសារតែកម្ពុជាមិនចង់បង្កសង្គ្រាមហើយសុខចិត្តអត់ឱនអត់ធ្មត់នៅអ្វីដែលថៃឈ្លានពាននោះគឺឈរជើងដូច្នេះការឈរជើងនេះវាធ្វើឲ្យមានបញ្ហាតានតឹងចំពោះផ្លូវចិត្តរបស់ប្រជាជនកម្ពុជាផងដែររឿងទាំងអស់នេះហើយគឺជារឿងមួយដែលកំពុងតែគិតថាតើបើសិនជាថៃនៅតែពន្យាហើយពន្យាទៀតហើយធ្វើការអភិវឌ្ឍធ្វើរបងឬក៏ធ្វើអ្វីផ្សេងដូចជាគ្មានរឿងអីដែលកើតឡើងនោះតើយើងដោះស្រាយយ៉ាងណាចំណុចនេះគឺរាជរដ្ឋាភិបាលកម្ពុជាមិនទាន់បញ្ចេញនៅវិធានការផ្លូវការណាក្រៅអំពីការប្រកាសទាមទារឲ្យខាងភាគីថៃគឺការដោះស្រាយតាមយន្តការទ្វេភាគីតាមរយៈ ABC នេះឯងនោះឡើយក៏ប៉ុន្តែអ្នកខ្លះក៏កំពុងតែសម្លឹងថាបើសិនជាភាគីថៃពន្យាពេលហើយរងចាំនៅរដ្ឋាភិបាលថ្មីរបស់គេពិតមែននោះតើភាគីកម្ពុជាគិតយ៉ាងណាហើយសង្ឃឹមថារដ្ឋាភិបាលថ្មីនោះមានការអធ្យាស្រ័យយោគយល់គោរពទៅតាមច្បាប់អន្តរជាតិដែរឬទេនៅក្នុងនេះក៏មានអ្នកខ្លះមានសុទិដ្ឋិនិយមថាបើសិនជាគណៈបកណាមួយដែលជាគណៈបកប្រជាធិបតេយ្យគោរពទៅតាមច្បាប់អន្តរជាតិនោះពិតណាស់ថាវាអាចជាការដោះស្រាយបានប៉ុន្តែយើងមើលឃើញថាអ្វីដែលមានភាពវិជ្ជមាននេះពិតមែនទោះបីជាពេលខ្លះគណៈបកដែលជាប់ឆ្នោតថ្មីមានការគោរពច្បាប់ឬក៏រដ្ឋាភិបាលថ្មីគោរពច្បាប់អន្តរជាតិប៉ុន្តែគេជឿជាក់ថានឹងអាចមានសម្ពាធ
ពីក្រមអ្នកជ្រុលនិយមនិងពួកយោធានិងក្រមរាជវាំងនោះដដែលដូច្នេះហើយរឿងដដែលនេះវានឹងកើតឡើងដែលធ្វើឲ្យកម្ពុជាស្ថិតនៅក្នុងសភាពតានតឹងហើយរងជាចំណាប់ខ្មាំងសម្រាប់ផ្ទៃក្នុងរបស់ប្រទេសថៃជាប់ជារៀងរហូតហើយចំណុចទាំងអស់នេះកម្ពុជាគួរដោះស្រាយយ៉ាងណាមានអ្នកខ្លះចោទសួរថាយើងត្រូវតែពឹងពាក់ទៅលើបណ្ដាប្រទេសធំនិងសហគមន៍អន្តរជាតិដើម្បីដាក់សម្ពាធទៅលើភាគីថៃដែលចោទប្រកាន់ថាជាការឈ្លានពានលើទឹកដីនៃប្រទេសកម្ពុជាហើយកំពុងតែឈរជើងត្រួតត្រានៅលើទឹកដីដោយខុសច្បាប់នោះថែមទៅទៀតសំណួរខ្លះចោទសួរថាក្រៅអំពីអាមេរិកក្រៅអំពីប្រទេសចិននិងប្រទេសម៉ាឡេស៊ីហាក់ដូចជាមានប្រទេសតិចតួចណាស់មិនបានបញ្ចេញនៅគំនិតរបស់ខ្លួនឬក៏ដាក់នៅសម្ពាធណាមួយចំពោះភាគីថៃនោះទេហើយភាគីថៃក៏លើកឡើងផងដែរថាភាគីនៃអន្តរជាតិក៏មិនឃើញដាក់សម្ពាធមកភាគីកម្ពុជានោះដែរដូច្នេះចំណុចនេះហើយជាចំណុចមួយដែលធ្វើឲ្យបណ្ដានៃគូចំនួនទាំងពីរនេះកំពុងតែសម្លឹងមើលថាតើបណ្ដាប្រទេសអន្តរជាតិទាំងអស់នោះសម្រេចចិត្តនៅខាងណាឲ្យបានច្បាស់លាស់ហេតុអ្វីមិនព្រមដាក់គំនាបទៅលើភាគីណាដែលឈ្លានពាននោះនេះគឺជាចំណុចដ៏សំខាន់មួយបើសិនជាយើងមើលឃើញអំពីរឿងនេះគឺមិនដូចជារឿងនៃចំនួនផ្នែកមនោគមវិជ្ជានយោបាយនោះទេពីព្រោះវាគឺជាចំនួនទឹកដីដូច្នេះរាល់អ្វីដែលជាការឆ្លើយតបរបស់អន្តរជាតិគឺអន្តរជាតិពិបាកនៅក្នុងការកំណត់ដែរពីព្រោះថាវាជារឿងបច្ចេកទេសមួយមិនដឹងថាតើអ្នកណាជាអ្នកឈ្លានពានអ្នកណាដូច្នេះហើយវាគឺជារឿងមួយដែលធ្វើឲ្យអន្តរជាតិពិបាកនៅក្នុងការកំណត់ថាតើអ្នកណាជាអ្នកត្រឹមត្រូវទៅតាមច្បាប់ពិតមែនហើយថាបើនិយាយអំពីច្បាប់និយាយអំពីសន្ធិសញ្ញានិយាយអំពីព្រំដែនរវាងកម្ពុជានិងថៃនេះគឺគេពិនិត្យឃើញថាការពិតជាព្រំដែនបានសម្រេចរួចទៅហើយមិនមែនជាព្រំដែនមិនមានការកំណត់ទៅតាមកិច្ចព្រមព្រៀងនោះទេក៏ប៉ុន្តែហេតុអីបានជាគេមិនព្រមសម្រេចទៅតាមកិច្ចព្រមព្រៀងដែលមានស្រាប់របស់ភាគីកម្ពុជានោះពីព្រោះថារឿងនេះវាមានបញ្ហាច្រើនណាស់អ្នកខ្លះក៏យល់ឃើញថាមិនចង់លូកលាន់ទុកឲ្យអាមេរិកនិងប្រទេសចិនជាអ្នកសម្រេចហើយអាមេរិកនិងចិននេះក៏ពិបាកនៅក្នុងការសម្រេចដែរដូច្នេះគេមានសិទ្ធិតែត្រឹមថាកុំឲ្យផ្ទុះសង្គ្រាមកុំឲ្យប្រើអំពើហិង្សារួមគ្នាដោះស្រាយដោយទ្វេភាគីក៏ប៉ុន្តែរឿងដោះស្រាយដោយទ្វេភាគីនេះបើមិនមានសម្ពាធដាក់ទៅលើភាគីថៃនោះទេគឺមានន័យថាថៃនៅតែមិនព្រមធ្វើការដោះស្រាយនោះទេទោះបីជាគេមិនទាន់ប្រើប្រាស់ហិង្សាជាថ្មីបន្តទៀតក៏ដោយដូច្នេះវាគឺជាព្រៀបមួយដែលធ្វើឲ្យថៃនៅតែមានព្រៀបមកលើភាគីកម្ពុជាដោយសារតែអន្តរជាតិមិនមានការដាក់សម្ពាធទៅលើភាគីថៃដោយគ្រាន់តែបង្ក្រាបថាឲ្យមានបទឈប់បាញ់កុំឲ្យមានហិង្សាហើយដែលឡែកសម្រាប់ភាគីថៃវិញគឺមិនព្រមដោះស្រាយឬក៏កិច្ចវេះក្លេចក្លុចហើយមិនបានលើកឡើងអំពីការដោះស្រាយទៅតាមផ្លូវច្បាប់អន្តរជាតិដូច្នេះហើយវាគឺជារឿងមួយដែលធ្វើឲ្យបញ្ហានេះនៅជាប់គាំងដោយឡែកតើអ្វីដែលធ្វើឲ្យភាគីកម្ពុជាមានភាពតានតឹងនោះបើសិនជាចេះតែបន្តតានតឹងទៀតតើភាគីកម្ពុជាអត់ទ្រាំជាមួយនឹងភាគីថៃដែរឬទេហើយថៃនឹងរំកិលចេះតែបន្តមកមុខទៀតកម្ពុជានឹងអាចប្រើនៅវិធានការទប់ទល់ទៅលើផ្នែកយោធានោះហ៊ានទប់ទល់បន្តទៅទៀតដែរឬក៏យ៉ាងណាឬក៏បានត្រឹមតែប្រកាសប្តឹងទៅរដ្ឋាភិបាលឬក៏ភាគីនៃសហរដ្ឋអាមេរិកក៏ដូចជាប្រទេសថៃបន្តទៅទៀតនៅក្នុងចំណុចនេះបើទោះបីជាកម្ពុជាមានច្បាប់មានសន្ធិសញ្ញាឬក៏ការសម្រេចព្រំដែនជាផ្លូវការម្ដងរួចមកហើយនៅក្នុងឆ្នាំ1904 1907កន្លងមកមានន័យថាជាព្រំដែនអន្តរជាតិដែលទទួលស្គាល់ពីប្រទេសមហាអំណាចរួចទៅហើយយ៉ាងណាក្តីប៉ុន្តែប្រទេសមហាអំណាចទាំងអស់នោះមិនបានដាក់សម្ពាធទៅលើប្រទេសថៃដោយត្រង់ឬក៏ប្រកាសឲ្យកងទ័ពថៃត្រូវដកចេញនៅអ្វីដែលស្ថិតនៅខ្សែបន្ទាត់ព្រំដែនដែលបានកំណត់គ្នារួចទៅហើយឬក៏ស្ថិតនៅក្នុងផែនទីដែលបានសម្រេចរួមគ្នារួចទៅហើយរវាងបារាំងសៀមនោះគឺបើសិនជាប្រទេសមហាអំណាចទាំងអស់ឬក៏សហគមន៍អន្តរជាតិទាំងអស់មានយុត្តិធម៌នៅក្នុងការដោះស្រាយគឺគួរតែយកនៅច្បាប់អន្តរជាតិឬក៏សន្ធិសញ្ញាដែលបារាំងនិងសៀមបានចុះហត្ថលេខាជាមួយគ្នារួមទាំងផែនទី1/200,000នោះ
មកជជែកឲ្យកងទ័ពរបស់ប្រទេសថៃដកកម្លាំងចេញបើសិនជារកឃើញថាកងទ័ពរបស់ថៃចូលជ្រៅនៅក្នុងអ្វីដែលជាដែនអធិបតេយ្យភាពរបស់កម្ពុជាតាមរយៈផែនទីដែលបានព្រមព្រៀងគ្នានោះវាគឺជារឿងមួយដែលអាចបញ្ចប់បានទៅហើយក៏ប៉ុន្តែឥឡូវនេះហាក់ដូចជារឿងដដែលនេះត្រូវបានកម្ពុជាប៉ុនប៉ងយកទៅធ្វើការប្តឹងបន្ថែមទៅទៀតតើនៅក្នុងគណៈពេលដែលកម្ពុជាយកទៅប្តឹងហើយមិនដឹងថាតើស៊ីពេលអស់ប៉ុន្មាននឹងចុងក្រោយបើសិនជាកម្ពុជាឈ្នះទៀតតើមានការអនុវត្តទៅលើសាលក្រមនោះប្រទេសណាជាអ្នកជួយអនុវត្តប្រទេសណាដែលជាការដាក់សម្ពាធយោងទៅតាមនីតិវិធីច្បាប់គឺមានតែក្រមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិទេដែលដាក់សម្ពាធឲ្យមានការអនុវត្តទៅលើសាលដីកានោះក៏ប៉ុន្តែសមាជិកអចិន្ត្រៃយ៍នៃប្រទេសទាំង5នោះគឺមិនទាន់មានការឯកភាពគ្នាទាំងស្រុងនៅក្នុងអ្វីដែលពួកគេកំពុងតែសម្លឹងមើលភាគីកម្ពុជានិងភាគីថៃកំពុងតែមានចំនួនគ្នានោះនៅឡើយនោះទេដូច្នេះបញ្ហានេះគឺមានតែកម្ពុជាដាក់នៅពាក្យបណ្ដឹងដើម្បីធ្វើការសម្រេចជាថ្មីបន្ថែមទៀតហើយនៅពេលនោះគឺឲ្យភាគីថៃអនុវត្តទៅតាមសាលក្រមហើយបើសិនជាភាគីមិនអនុវត្តទៅតាមសាលក្រមសាលដីកាទេគឺអន្តរជាតិនឹងធ្វើការដាក់សម្ពាធឲ្យភាគីថៃដកកម្លាំងកងទ័ពចេញពីកម្ពុជានេះគឺជាចំណុចទី1ចំណុចមួយទៀតបើសិនជាភាគីថៃមិនព្រមនៅក្នុងការដកកម្លាំងទេកម្ពុជាត្រូវតែមិនអាចសុំអង្វរដើម្បីទាមទារយុត្តិធម៌ពីថៃឬក៏សុំមកនៅសន្តិភាពពីប្រទេសថៃដោយឲ្យថៃជាអ្នកយកទឹកដីនោះមិនអាចទៅរួចនោះទេដូច្នេះមានតែកម្ពុជាពង្រឹងទៅលើវិស័យយោធានោះទេទើបអាចឆ្លើយតបបានយ៉ាងលឿនគឺមានន័យថាកម្ពុជាត្រូវតែមាននៅសភាវុធមាននៅយោធាដ៏ខ្លាំងក្លាមួយទើបអាចមានសន្តិភាពបាននិងមានយុត្តិធម៌បានប៉ុន្តែវាមិនមែនជាការធ្វើឡើងភ្លាមៗបាននោះទេគឺត្រូវតែពង្រឹងនៅវិស័យយោធាធនធាននិងសភាវុធរបស់កម្ពុជាចាប់ពីពេលនេះទៅហើយឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបានដើម្បីជាការដាក់ទម្ងន់នៅកូនជញ្ជីងដើម្បីទាមទារយកនៅយុត្តិធម៌របស់ខ្លួននិងសន្តិភាពមួយដែលមិនសុំអង្វរអំពីសត្រូវនោះឡើយ។